ជំរាបសួរបងប្អូនថ្ងៃមុនយើងរៀនអំពីពាក្យថាឆន្ទានុសិទ្ធណាឆន្ទានុសិទ្ធថាពាក្យជំនាញណាអំណាចដែលប្រកល់ឲ្យចៅក្រម ហើយពាក្យមួយទៀតគឺកាលានុវត្តភាពឱកាសដ៏ល្អសម្រាប់ធ្វើអ្វីមួយប្រកបដោយជោគជ័យអញ្ចឹងកាលានុវត្តភាពនេះគឺមានន័យថាការឱកាសដ៏ល្អសម្រាប់ធ្វើអ្វីមួយប្រកបដោយជោគជ័យហើយពាក្យមួយទៀតណាគណៈវិនិច្ឆ័យគណៈវិនិច្ឆ័យណាគណៈវិនិច្ឆ័យនេះថាពាក្យជំនាញគេថាក្រុមប្រឹក្សាតុលាការអានេះពាក្យឧទាហរណ៍ថាបញ្ជីគណៈវិនិច្ឆ័យអញ្ចឹងណាហើយមួយទៀតអ្នកវានុវត្តពាក្យនេះក្លឹបឮគេនិយាយណាប៉ុន្តែយើងអត់ដឹងន័យអីណាឥឡូវបើសិនជាអ្នកមិនទាន់ដឹងអាចមកដឹងនៅពេលនេះណាអ្នកវានុវត្តនេះបានន័យថាការបញ្ចូលមកថ្មីណាការមកដល់ថ្មីនឹងគេហៅថាអ្នកវានុវត្តអ្វីដែលថ្មីអញ្ចឹងអ្នកវានុវត្តជនណាអ្នកវានុវត្តជនគឺអ្នកអនុវត្តបែបថ្មីអញ្ចឹងថ្ងៃនេះយើងមករៀនពាក្យបន្ថែមទៀតណាយើងមករៀនពាក្យថានិយត្តកម្មណាយោនឹងតនេះគេថានិយត្តកនឹងម៉ូជើងម៉ូនេះនិយត្តកម្មណានិយត្តកម្មស្នាក់ពាក្យវាជំនាញគឺន័យថាម៉េចការធ្វើឲ្យទៀងទាត់ណាអាហ្នឹងគឺន័យថាការធ្វើឲ្យទៀងទាត់ណាការធ្វើឲ្យទៀងទាត់ឬក៏ការធ្វើឲ្យមានភាពទៀងទាត់ឡើងណាគេហៅថានិយត្តកម្មចុះនិយត្តកបានន័យថាម៉េចយើងធ្លាប់ឮគេនិយាយនិយត្តកនិយត្តកម្មអញ្ចឹងយើងមើលពាក្យនិយត្តកទាំងអស់គ្នាណានិយត្តកនឹងរោណានិយត្តកនេះមានន័យថាវត្ថុឬអ្វីៗវត្ថុឬអ្វីណាអ្វីដែលលេខតូ1អ្វីដែលអាចត្រួតពិនិត្យណាឬកែតម្រូវអ្វីជាប្រចាំណាដែលអាចណាអ្វីដែលអាចត្រួតពិនិត្យអ្វីមួយនិយត្តកណាគេថាគឺជាអ្វីដែលអាចត្រួតពិនិត្យអ្វីមួយជាប្រចាំត្រួតពិនិត្យអ្វីមួយដូចមិនដេចអ្វីមួយជាប្រចាំនិយត្តកចាំត្រួតពិនិត្យមើលណាមើលការធ្វើអ្វីផ្សេងអ្វីមួយដែលយើងដឹងណាតោះយើងមករៀនពាក្យអីទៀតចុះយើងមកមើលពាក្យនិរាកយើងគួរចាប់អារម្មណ៍ពាក្យនោះណានិរាកមានន័យថាម៉េចបងប្អូននិរាកមានន័យថាម៉េចនិរាកគឺថាពាក្យជាកិរិយាអានឹងសិតជាពាក្យយើងប្រើណាគេប្រើពាក្យបច្ចេកទេសគេថាទៅយើងស្ដាប់មិនបានណាយើងស្ដាប់បានតែនិរាកមានន័យថាម៉េចណានិរាកនេះមានន័យថាលុបចោលណាលុបចោលពាក្យនិរាកស្មើនឹងពាក្យថាលុបចោលឬក៏លេងឲ្យប្រើតទៅទៀតណាលេងឲ្យប្រើតទៅទៀតអាហ្នឹងហើយគេហៅនិរាកណាហើយមានន័យផ្សេងទៀតណាទុជាឥតបានការក៏បានលេងមានអនុភាពអនុវត្តតទៅទៀតក៏បានណាអាហ្នឹងក៏បានន័យថានិរាកដែរចុះនិយាមចឹងនិរាកវាមាន2ប្រភេទទៀតណាមានសរសេរខុសគ្នាណានិរាកសរសេរមួយបែបទៀតណា
ria co để si tha miền no tuần được khiết ní cứ thạ bịa bia mộ trên niệm vĩnh hai trong mà này thá nụ phiếp tay sầm rạp nó thay là cốt miền này thá lịch khất đá trọ bán nị ria cỏ rồi đấy trong xây tận này ai khá nụ phiếp tay sầm rạp nè tay sầm rạp tay sầm rạp ấy kế ngay anh cột ngay anh cột ngay na cột này mình bật tọt đấy nè cột bật tọt đang là nông hải cứ miền này thá lịch khất trâu ban đi địa cỏ nè cứ miền này thá miền này thá lịch khất trâu bán nị rìa cỏ đó chân nhìn vô thế nữa chân này tặng óc này bật ngó ai sơi bản á vài nhiêu độ đâyខ្លួនឯងណាស្មៃសប្ថ្ងៃបច្ចេកវិទ្យាគឺជាចំណេះដឹងអ្នកចេះប្រើប្រាស់ត្រូវអាចជាផលល្អណាយើងមកមើលពាក្យនិយមណានិយមមានន័យថាម៉េចនិយមមានន័យច្រើនយ៉ាងណាឥឡូវយើងយកថាពាក្យជានាមមួយថាពាក្យជានាមនេះមានន័យថាម៉េចស្តង់ដាឬគំរូដែលគេទទួលស្គាល់ជាទូទៅចឹងគេហៅនិយមណាជាងមកន័យថាស្តង់ដាដែលគេណាស្តង់ដាជាគំរូណាសំទោសជាគំរូនេះគេសេតម្រួតណាតែខ្ញុំសេខនេះគំរូមួយពាក្យថាគ្រូណាគំរូដែលគេទទួលស្គាល់ណាស្តង់ដាឬជាគំរូដែលគេទទួលស្គាល់ណាអញ្ចឹងគេថានិយមរបស់ប៉ូលីសចរាចរណ៍ស្តង់ដាប៉ូលីសចរាចរណ៍និយមរបស់សាលានិយមរបស់ស្ថាប័នណាមួយអញ្ចឹងវាជាស្តង់ដាឬក៏ជាគំរូនៅក្នុងអង្គភាពនោះដែលគេទទួលស្គាល់អញ្ចឹងយើងអាចប្រែបានទៀតណានិយមគឺលក្ខណៈវិនិច្ឆ័យឬគោលការណ៍កំណត់ប្រភេទទំនិញអាហ្នឹងយើងនិយមទំនិញផ្សេងណានិយមផលិតភាពនិយមភាពមធ្យមនៃសាខាសេដ្ឋកិច្ចណាមួយអញ្ចឹងវាមានន័យច្រើនប៉ុន្តែយើងស្គាល់ខ្លះណាតោះថ្ងៃនេះយើងមាន5ពាក្យទៀតហើយបងប្អូនឆ្ងល់អីណាអាច comment សួរនៅក្នុងវីដេអូរបស់ខ្ញុំបានមានកំហុសខុសឆ្គងសូមមេត្តាខន្តីអភ័យទោសសូមអរគុណសូមជម្រាបលា